បាទសូមបងប្អូនអរគុណបាទនេះទស្សនវិជ្ជាទីក្រុងភ្នំពេញបងប្អូនបាទយើងមើលពីក្រោយមកខាងទៀតនៃសន្តាគារសុខាបាទទស្សនវិជ្ជាពេលល្ងាចបងប្អូនបាទស្អាតមែនតើបងប្អូនបាទឃើញអាគារដូចជាស្កឹមស្កៃបាទហើយមានទីជនអន្តរជាតិគាត់ជិះទូកលេងតាមទន្លេមេគង្គអីចឹងបងប្អូនបាទទស្សនវិជ្ជានេះស្រស់ស្អាតបងប្អូនបាទជាពិសេសអ្នកដែលធ្លាប់បានមកលេងមកអីគាត់មានចិត្តនឹករលឹកទីក្រុងភ្នំពេញបងប្អូនបាទជាពិសេសអ្នកដែលគាត់នៅខេត្តប្រទេសគាត់ថាចេញឆ្ងាយពីប្រទេសទៅនៅប្រទេសគេផ្សេងអីហ្នឹងអាចចូលរួមទស្សនាតាម channel របស់ខ្ញុំបានបងប្អូនបាទខ្ញុំនឹងធ្វើការអាប់ដេតតទៅនឹងទស្សនវិជ្ជាប្រស្អាតនៅទីក្រុងភ្នំពេញបាទជូនបងប្អូនទស្សនាឧស្សាហ៍ណាបាទហើយនឹងទស្សនវិជ្ជាតាមដងផ្លូវអីបាទ
3,000លោកអូមែនលេខចែកនិយាយ3,000បងអានេះយើងចេញទៅផ្លូវ6A បានទៅខោធំអូអានេះ